សួស្តីអ្នកនរគ្នាមានគ្នាយើងឆាតមកចង់ឲ្យខ្ញុំជួយបង្ហាញពីអាការពារក្របដែលធ្វើជាកាឡារបស់កងទ័ពជើងទឹករបស់យើងហ្នឹងអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីពណ៌ទាំង3ដែលយើងបានធ្វើក្នុងការសាកល្បងរបស់យើងហ្នឹងនេះគឺជាពណ៌ទាំង3របស់យើងដោយអ្នកនរបានឃើញអញ្ចឹងយើងមានពណ៌ខ្មៅហើយនៅកណ្ដាលយើងមានពណ៌ទាហានប៉ារ៉ាជើងគោកហើយនៅខាងគៀននឹងគេបងប្អូននេះយើងមានពណ៌ទាហានជើងទឹកចឹងនេះគឺជាអាវក្រោះដែលធ្វើពីកាឡាទាហានជើងទឹករបស់យើងដោយអ្នកនរគ្នាបានឃើញអញ្ចឹងហើយនេះវាមិនមែនជាផលិតផលសម្រាប់អ្នកនរគ្នាគ្រាន់តែខ្ញុំធ្វើសាកល្បងឲ្យមើលសិនហើយក្រោយពេលដែលខ្ញុំបានផលិតអាវក្រោះសម្រាប់ទាហានជើងគោកមកខ្ញុំក៏ភ្ញាក់ខ្លួនគិតថាចំជើងគោកគាត់មានអាវក្រោះហើយចុះទៅសម្រាប់ទាហានជើងទឹកគាត់បានអាវក្រោះណាពាក់គាត់ពាក់ដូចទាហានជើងគោកអត់កើតទេព្រោះខុសពណ៌ខុសគ្នាដាច់ពេកហើយខ្ញុំសូមបញ្យល់ពីពណ៌ដែលទាហានជើងទឹកយើងប្រើពួកគាត់ប្រើជាប្រភេទគេហៅ desert camo ដែលតាមដែលខ្ញុំដឹងកាឡាមួយនេះគឺបានទាហានអាមេរិកគាត់ប្រើប្រាស់នៅពេលដែលគាត់ទៅធ្វើសង្គ្រាមនៅអ៊ីរ៉ាក់គឺគេប្រើនៅលើវាលខ្សាច់អញ្ចឹងគេប្រើប្រភេទ camo បែបនេះនៅលើវាលខ្សាច់ហ្នឹងអ្នកនរគ្នាអញ្ចឹងទាហានជើងទឹករបស់យើងក៏បានប្រើពណ៌ហ្នឹងដែរអ្នកនរគ្នាគឺប្រើពណ៌បែបហ្នឹងបេះដាក់តែម្ដងអញ្ចឹងចាំខ្ញុំលឲ្យអ្នកនរគ្នាបានឃើញថាពេលដែលយើងប្រើប្រាស់ជាមួយនឹងឈុតទាហានជើងទឹកវាមានរូបរាងបែបម៉េចហើយវាមិនស្រួលអ្នកនរគ្នាខ្ញុំត្រូវជិះទៅទឹកខ្លាដើម្បីទិញឈុតទាហានជើងទឹករបស់ខ្មែរយើងហ្នឹងប៉ុន្តែខ្ញុំអត់បានទិញខោទេដោយសារពេលហ្នឹងផ្លិចអ្នកនរគ្នាទិញមកបានអាវហើយនឹងមួកអញ្ចឹងចាំខ្ញុំលឲ្យពាក់ឈុតនេះឲ្យអ្នកនរគ្នាបានឃើញពេលហ្នឹងអ្នកនរគ្នាមកពីដូរអាវវិញស្រាប់តែដាច់សលេងតែម្ដងស្ដាយបងអ្នកនរគ្នាថតតែមួយថ្ងៃហើយដាច់សលេងឥឡូវហ្នឹងមានថាខ្ញុំធ្វើ voiceover អ្នកនរគ្នាមើលអញ្ចឹងដើម្បីបង្ហាញថាអាវក្រោះទាហានជើងទឹកតោះតែយើងពាក់មួយឈុតទាហានជើងទឹកត្រូវឲ្យអ្នកនរគ្នាអញ្ចឹងទៅទិញអាវទិញមួកមកផ្លេចតែខោផ្លេចទិញខោមកតែតំណាងនៅផ្ទះមានខោពណ៌ដីដែរដូចអ្នកនរគ្នាបានឃើញអញ្ចឹងមានខោពណ៌ដីមួយដែរហើយហ្នឹងអ្នកនរគ្នាវាអានេះវាគ្រាន់តែជាអាវដែលធ្វើការសាកល្បងអញ្ចឹងវា function ស្តៀងតែនឹងអាវក្រោះខែ Alpha 1.0 របស់ខ្ញុំទេហើយក៏មានបងទាហានខាងនៅជួរមុខម្នាក់ក៏បានឆាតមក recommend លក្ខណៈថាផ្ដល់ជាយោបល់ចំពោះអាវក្រោះរបស់ខ្ញុំអញ្ចឹងគាត់ថាយើងត្រូវតែបន្ថែមកាឡាផ្ទៃខាងមុខសម្រាប់យើងដាក់អីវ៉ាន់បានច្រើនជាងមុនលក្ខណៈថា Amolly system សម្រាប់យើងធ្វើអីវ៉ាន់បន្ថែមហ្នឹងដំបូងក្នុងចិត្តខ្ញុំគិតថាខ្ញុំខ្ជិលដេAmolly system ហ្នឹងនៅខាងមុខហ្នឹងបន្ថែមដោយសារថាទីមួយដេវាចាយពេលហើយវាចាយ material ខ្លះៗអញ្ចឹងហើយខ្ញុំគិតថាយើងអត់ត្រូវការប្រើដាក់អីវ៉ាន់អីនៅលើហ្នឹងផងប៉ុន្តែខ្ញុំស្ដាប់គាត់ទៅវាសមហេតុផលយើងអាចដាក់បន្ថែមអីវ៉ាន់រួមជាមួយនឹងអាចពួកជាមួយខបបែកអីអញ្ចឹងណាតែតាអ្នកប្រើប្រាស់ហ្នឹងណាហើយមួយទៀតយើងត្រូវបន្ថែម Amolly system នៅខាងខ្នងដោយសារតែយើងអាចពួកជាមួយនឹងកាតាបឬក៏អីវ៉ាន់បន្ថែមដើម្បីយើងអាចពួកកូនកាតាបមួយយើងដាក់ទឹកដាក់អីវ៉ាន់បន្ថែមពេលដែលយើងដើរចុះល្បាតអីចឹងព្រោះអីយើងដឹងហើយត្រូវតែមាន space ដើម្បីដាក់អាហារដាក់គ្រឿងសម្ភារៈប្រើប្រាស់ផ្សេងៗនៅតាមជាប់ខ្លួនជាប្រចាំអញ្ចឹងណាអញ្ចឹងនៅ version 2ខ្ញុំនឹងចាប់ផ្ដើមកែប្រែនៅចំណុចខ្វះខាតរបស់ខ្ញុំអូខេអញ្ចឹងអរគុណអ្នកនរដែលបានមើលវីដេអូនេះបើសិនជាអ្នកនរចូលចិត្តកុំភ្លេចជួយ share ហើយនឹងបើសិនជាអាចជួយឧបត្ថម្ភផងអ្នកនរគ្នាព្រោះអីយើងធ្វើនេះគឺចេញពីបេះដូងហើយនឹងប្រើប្រាស់ថវិកាផ្ទាល់ខ្លួនសុទ្ធតែម្ដងគឺអត់មានអ្នកជួយទេអញ្ចឹងបាយបាយជួបគ្នាក្នុងវីដេអូក្រោយ